បងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍ជិះយន្តហោះចាផ្លូវឆ្ងាយដោយសារមានអ៊ំពូមីងដែលពេលខ្ញុំទៅលេងស្រុកម្ដងគាត់សួរថាតើការជិះយន្តហោះនឹងដូចយើងជិះឡានជិះអីដែរអត់ចឹងណាតែពេលហើយទៅខ្ញុំក៏ឆ្លើយប្រាប់គាត់ថាចាស្តៀងនឹងការជិះឡានដែរវាមានអាល័កមានអីអញ្ចឹងគាត់ឆ្ងល់ថាមានអាល័កអីអត់ចឹងណាចាខ្ញុំចង់ជំរាបជូនទៅពូមីងអ៊ំទាំងអស់គ្នាថាជិះពេលណាយើងចូលទៅអាកាសធាតុមានពពកច្រើនចំដុំពពកចឹងគឺរលាកបងប្អូនចាហើយបើមានខ្យល់កន្ត្រាក់ទៀតគឺរលាកឃ្លីងឃ្លូងខ្លាំងមែនតែនញ័រយន្តហោះតែម្ដងចាប៉ុន្តែបើសិនជាយន្តហោះហោះផុតទៅលើពពកហើយហួសពីលើពពកហ្នឹងខ្ញុំអត់ច្បាស់ថាប្រហែលគីឡូម៉ែត្រទេប៉ុន្តែខ្ញុំដឹងថាចំនួនជា feet គឺ3000 feet ចឹងណាបងប្អូនចាដល់ចំនួន3000 feet ហើយគឺថានឹងយន្តហោះនឹងហើយចាវាហោះនឹងគឺអត់នេះទេបងប្អូនគឺអត់មានប៉ះជាមួយនឹងពពកអត់អីអត់មានអាល័កទេគឺនឹងរហូតទៅអញ្ចឹងរហូតដល់ពេលណាយន្តហោះចិត្តចុះចិត្តឡើងហ្នឹងគឺរៀងនេះបន្តិចគឺរៀងពិបាកបន្តិចខាងពីលុតគាត់តែងតែប្រាប់ថាកុំឲ្យចូលបន្ទប់ទឹកអីចឹងណាខ្លាចយើងនឹងពេលចូលបន្ទប់ទឹកចូលអីទៅយើងអត់មានខ្សែក្រវ៉ាត់ពាក់ចឹងពេលណាយន្តហោះវាឃ្លីងឃ្លោងចឹងទៅធ្វើឲ្យយើងនឹងមានគ្រោះថ្នាក់អីចឹងណាបងប្អូនចាពេលនៅក្នុងហ្នឹងជាពិសេសគេប្រយ័ត្នផុតពេលចិត្តចុះហើយនឹងពេលឡើងអីចឹងណាបងប្អូនចាគឺគេប្រយ័ត្នតែកន្លែងហ្នឹងតែនៅពាក់កណ្ដាលផ្លូវឡើងទៅដល់ហួសពពកហ្នឹងហើយគឺនឹងហើយលែងអីហីបងប្អូនចានេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយខ្ញុំអត់ដឹងថាបងប្អូនដែលគាត់ធ្លាប់មានបទពិសោធន៍យ៉ាងម៉េចទេប៉ុន្តែនេះគឺសម្រាប់ខ្ញុំផ្លូវឆ្ងាយជិះខ្ញុំជិះឆ្ងាយបំផុតគឺជិះពីអឺរ៉ុបនេះទៅប្រទេសអូស្ត្រាលីចាឆ្ងាយមែនតើបងប្អូនអរគុណ